ដល់ពេលសាសនាប្រពុតគ្រប់ 5,000 ឆ្នាំនេះ 5,000 ប្រវត្តិសាស្ត្រឥឡូវយើងបាន 2,544 ហើយអញ្ចឹងវានៅទៅជាង 2,000 ទៀតគ្រប់ 5,000 ហើយដល់គ្រប់ 5,000 ហ្នឹងគឺឆ្អឹងព្រះគេហៅថាព្រះសារីរិកធាតុដែលអត់ឆេះនឹងឆេះឆ្អឹងព្រះនៅពេលដែលព្រះអង្គលោកបរិនិព្វានដិតមិនឆេះវា 7 អង្គប្រះចង្កូមគេហៅប្រះចង្កូមកែវតែចង្កូមនោះ4ក្រោម2លើ2ឆ្វេងស្ដាំ4ណាដងកំបិតនេះ2ដងកំបិតហើយឆ្អឹងថ្ងាសនេះឆ្អឹងថ្ងាសអត់ឆេះហើយមានឆ្អឹងសម្រាប់ឆេះនោះខ្ទេចខ្ទេចនោះ16នាងឆ្អឹងទាំងអស់ដល់ពេលសាសនាគ្រប់ 5,000 ឆ្អឹងទាំងអង្គត្រូវប្រមូលគ្នាដោយស្វ័យប្រវត្តិអណ្ដែតមកមិនមានទេវតាអង្គណានាំមកគុំទេអនុភាពនៃប្រពុតលើកតាំងទុកដែលហៅតថានបារមីឆ្អឹងទាំងអង្គត្រូវប្រមូលផ្ដុំមកកើតទៅជាពុទ្ធនិមិត្តមួយប្រងហើយគង់នៅជាសក្ការៈរបស់ពពួកនៃទេវតាទាំងឡាយអស់ 7 រាត្រីពេលនោះនាគគ្រប់ព្រំមកជួបជុំគ្នាប្រកបដោយស្ដីជ្រះថ្លាចូលចិត្តបូជានៅការគ្រឿងសក្ការៈផ្សេងដល់ប្រះដ៏មានភាពមកហ្នឹងដល់គ្រប់ 7 ថ្ងៃទៅចូលធៀបភ្លើងកាលឡើងមកឆាបឆេះរូបនិមិត្តហ្នឹងហើយរូបហ្នឹងអត់មានវិញ្ញាណទេអត់មានវិញ្ញាណដឹងនៃទេសនាអត់ទេនឹងរូបនិមិត្តសត្វហ្មងដូចតែព្រះបរិមាដែរបានតែឆ្អឹងមកតាំងនៅចឹងឆេះឈុលដាក់ភ្លើងឆេះឈុលធ្វើឲ្យពពួកទេវតាពួកនាគពួកគុតទាំងអស់ដែលជាអ្នកសន្សំបុណ្យច្រើនហើយនោះឃើញភ្លើងឆេះហ្នឹងក៏លុះក្នុងត្រៃលក្ខអនិច្ចំទុក្ខំនិងអនត្តាបានសម្រេចលោកពុទ្ធរធម៌ច្រើនណាស់អស់ជាង 24 អសង្ខ័យសពទាំងអស់ដែលមកជុំនឹងដល់ច្រើនជាង 24 អសង្ខ័យមួយអសង្ខ័យតាមម៉ាឡេលេខមាន 040 មួយអសង្ខ័យមាន 040 រាប់ទេរាប់គាត់ខ្លួនឯងចោះបើចេះរាប់អត់ស្មានចេះរាប់ទេមាន 040 24 ដងហើយលើសទៀតសត្វដែលមកកើតមកស្ដាប់មកចេះឆ្លាក្នុងផ្ទះទៀតហ្នឹងណាបានសញ្ញានឹងឲ្យចុះសត្វទាំងអស់ហ្នឹងមិនបានសញ្ញាថាមកអំពីបានសន្សំបញ្ញកិរិយាវត្ថុពីមុនមកវាច្រើនទៅក៏ទៅដូចយើងយល់ពុទ្ធបរិស័ទដូចជាបករណាអញ្ចឹងចេះធ្វើរាល់ថ្ងៃសន្សំរាល់ថ្ងៃចម្រើនរាល់ថ្ងៃនឹងឧបនិស្ស័យដែលជាកល្យាណវត្ថុចិនដែលសន្សំបុណ្យហ្នឹងរុញច្រានឲ្យទៅជួបអញ្ចឹង